តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងទៀតហើយហើយមុននឹងចូលទៅកាន់សាច់រឿងសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ទេណោះជួយ Subscribe ឲ្យ Channel ខ្ញុំម្នាក់មួយផងណាអញ្ចឹងនៅភាគនេះផងដែរនៅផ្ដើមនៅសាច់រឿងដំបូងយើងបានឃើញថាអេប៉ូហ្នឹងគឺគាត់បានដើរមកវឹកហាត់វដាឡើយនៅពេលដែលគាត់ដើរបំរុងនឹងរៀបចូលនោះគាត់ក៏បានគិតដែរថាថ្ងៃហ្នឹងជាថ្ងៃដំបូងរបស់គាត់អញ្ចឹងណារៀងភ័យដែរកំពុងតែឈរគិតញ៉ៃសក់នៅពេលនោះមានអាប៉ែម្នាក់ដែលគាត់មានឈ្មោះថាអូគីក៏ជាអ្នកវឹកហាត់វដានៅក្នុងក្លឹបមួយនឹងផងដែរបានមកដល់ពីក្រោយគាត់ហើយក៏បានយកដៃចាក់គូតគាត់យកហ្មងឡើងកាហ្វេនឹងអ៊ីប៉ូក៏ឡើងភ្ញាក់ហើយក៏បាននិយាយថាលេងអីឈួតចឹងតែអាប៉េអូគីនឹងបានប្រាប់ទៅកាន់អ៊ីប៉ូវិញថាអានឹងគឺជាក្បាច់បន្ធូរអារម្មណ៍ឬក៏បន្ធូរភាពតានតឹងចឹងណាហើយគាត់តែធ្វើបែបនេះទៅកាន់អ្នកបដាគ្រប់រូបនឹងដើម្បីឲ្យពួកគាត់នឹងបាត់ភ័យហើយកុំឲ្យតានតឹងនៅពេលប្រកួតពេលហ្នឹងអ៊ីប៉ូក៏ឆោតដែរហើយគាត់ក៏បាននិយាយសុំទោសទៅកាន់អូគីទៅវិញបន្ទាប់មកពួកគេទាំង3នាក់ក៏បានដើរចូលទៅកាន់ក្លឹបទៅនៅពេលទៅដល់អ៊ីប៉ូបានជួបជាមួយនឹងលោកពូម្នាក់ដែលពាក់វ៉ែនតាអ្នកគ្នាដែលគាត់មានឈ្មោះថាយ៉ាគីដែលត្រូវជាអ្នកគ្រប់គ្រងក្លឹបទូទៅនៅពេលហ្នឹងពួកគេបានណែនាំខ្លួនទៅវិញទៅមកអញ្ចឹងណាតែខ្ញុំមានឈ្មោះថាយ៉ាគីអីចឹងទៅចំណែកអ៊ីប៉ូវិញក៏បានណែនាំថាខ្ញុំជាអ្នកថ្មីអញ្ចឹងទៅហើយពឹងពាក់ឲ្យលោកយ៉ាគីនេះជួយបង្ហាត់គាត់ផងយ៉ាគីក៏បានឆ្លើយតបទៅកាន់អ៊ីប៉ូវិញថាអាចពឹងគាត់បានតែហាមពាក់នៅពេលនោះដែរពីអ្នកអូគីហ្នឹងក៏បានមកទៀតហើយនឹងបាននិយាយប្រាប់ទៅកាន់អ៊ីប៉ូថាអញចង់ហាត់មែនទេអញគឺជាក្មេងថ្មីអញ្ចឹងមកតាមយើងមកចាំយើងជួយបង្ហាត់ឯងហ្នឹងឲ្យខ្លាំងយកតែម្ដងតែនៅពេលហ្នឹងកាតាមូរ៉ាក៏ដឹងថាពីរអ្នកហ្នឹងប៉ិតទៅគាត់តែចង់ធ្វើបាបទៅកាន់អ៊ីប៉ូតែប៉ុណ្ណោះបន្ទាប់មកទៀតគាត់ក៏បានចូលទៅច្បាយកពីរអ្នកហ្នឹងអីចឹងទៅតែពីរអ្នកហ្នឹងក៏ឲ្យខ្លាចទៅកាន់កាតាមូរ៉ាដែរហើយបានហៅកាតាមូរ៉ាថាអសវ៉ាហើយកាតាមូរ៉ាពេលហ្នឹងសួរទៅកាន់ពីរតែហៅណាគេចង់ងាប់មែនពីរហ្នឹងក៏បាននិយាយថាឯងគ្រាន់តែចង់បានក្មេងហ្នឹងទុកប្រើមែនណាពេលហើយកាតាមូរ៉ាថាអ្នកនៅក្នុងក្លឹបហ្នឹងគឺសិតតែជាកូនចៅរបស់អញទាំងអស់ចង់ប្រើណាគេក៏បានដែរប៉ុន្តែលើកលែងអាក្មេងនេះមួយអញអត់ប្រើវាទេទុកវាហាត់ខ្លាចជាអ្នកខ្លាំងទុកវាយក្បាលពួកឯងមកពេលហ្នឹងហើយយើងឃើញថា The Master ក៏បានមកដល់ទីហ្នឹងហើយបាននិយាយប្រាប់ទៅកាន់ពូហ្នឹងថាពួកឯងកំពុងធ្វើអីគេហ្នឹងអរិយបានជាឆ្លោះគ្នាញ៉ៃមែនគាត់បាននិយាយទៀតថាទោះបីជាអ្នកបកកាយប៉ុន្មានណាបើសិនជាបានពួកឯងទៅជាគ្រូហ្នឹងមនុស្សម្នាក់ហ្នឹងដឹងថាលាយខ្សលហើយបន្ទាប់មកទៀតគាត់ក៏បានអះអាងខ្លួនឯងថាពួកគាត់ហ្នឹងគឺជាអ្នកបកហាត់ទៅកាន់អ៊ីប៉ូវិញហើយក៏បាននិយាយប្រាប់ទៅកាន់អ៊ីប៉ូថាចាប់ពីថ្ងៃនេះទៅហ្នឹងឯងគឺជាអ្នកបកហាត់ទៅកាន់អ៊ីប៉ូផ្ទាល់យកហ្មងពេលហ្នឹងគាត់ក៏បាននិយាយតទៅកាន់ The Master ថាប៉ាត់មែនដល់ពេលហ្នឹង The Master បានសួរថាតើឯងអត់ពេញចិត្តមែនអត់ប៉ុន្តែក៏ប៉ាត់ទៅនៅក្នុងចិត្តរបស់អ៊ុបពីពេលនេះគឺអមែនតើហើយនឹងភ័យទៀតផងដោយសារតែបាន The Master ជាអ្នកវឹកហាត់មកកាន់គាត់ផ្ទាល់គាត់ក៏បាននិយាយតទៅកាន់ The Master ថាមិនចឹងទេដោយសារគាត់គិតថា The Master ហ្នឹងគឺខ្លាំងពេកក៏ជា Legend នៅក្នុងក្លឹបផងដែរអញ្ចឹងហើយគាត់មានអារម្មណ៍ថាមានសម្ពាធអីចឹងទៅប៉ុន្តែ The Master ក៏បានប្រាប់ទៅកាន់គាត់វិញថាបើសិនជាអត់មានបញ្ហាអីទេឲ្យគាត់ហ្នឹងទៅពាក់កងដៃទៅដើម្បីហាត់ដើរស៊ីបអីចឹងទៅពេលហ្នឹងធ្វើឲ្យអូគីនិងអ្នកដទៃទៅឆ្ងល់មែនតើថា The Master គ្រាន់តែក្មេងនឹងចូលមកដំបងឲ្យហាត់ដើរស៊ីបយកហ្មងប៉ុន្តែកាតាមូរ៉ាក៏បាននិយាយប្រាប់ទៅកាន់ពូនឹងវិញថាពេលនេះ The Master គាត់ធ្វើអីគឺគាត់ដឹងហើយបន្ទាប់មកទៀតយើងបានឃើញថាអ៊ីប៉ូគាត់បានពាក់កងដៃហើយក៏ត្រូវបាន The Master ហ្នឹងហាឡើងដើរស៊ីនៅលើខ្សែវៀនយកហ្មងពេលហ្នឹងគាត់បានប្រាប់ក្បាច់មួយចំនួនហ្នឹងទៅកាន់អ៊ីប៉ូដោយប្រាប់ថាវាយកន្លែងណាដែលគាត់មានដាក់ស៊ីប្រាប់ឲ្យអ៊ីប៉ូហ្នឹងវាយឆ្វេងស្ដាំនិយាយទៅគឺវាយបែប one two នឹងឯងនៅពេលនោះយើងឃើញថាអ៊ីប៉ូគាត់វាយបានល្អមែនតើធ្វើឲ្យ The Master ហ្នឹងទៅសារទៅកាន់អ៊ីប៉ូជាខ្លាំងនៅពេលនោះសម្លេងដើរស៊ីហ្នឹងគឺបានលាន់លៀងពេញក្លឹបយកហ្មងដែលធ្វើឲ្យអាប៉ែអូគីជាមួយនឹងដៃគូរបស់គាត់មានឈ្មោះថាគីមូរ៉ាហ្នឹងនិយាយថាអូកម្លាំងរបស់ក្មេងគឺខ្លាំងពិតមែនពេលហ្នឹងសម្បីកាតាមូរ៉ាក៏គាត់និយាយដែរថាកម្លាំងដៃរបស់អ៊ីប៉ូហ្នឹងបើសិនជាគាត់វាយចំគូប្រកួតរបស់គាត់តាមម្ដាយហ្នឹងគឺដឹងតែគូប្រកួតរបស់គាត់ហ្នឹងស្លាប់ហើយមកទៀត The Master ក៏បានប្រាប់ឲ្យអ៊ីប៉ូហ្នឹងសម្រាកទៅហើយគាត់បាននិយាយទៀតថាអំបញ្ញមិញដែលគាត់វាយហ្នឹងគឺមានរយៈពេល3នាទីគឺស្មើនឹងមួយទឹកហ្នឹងឯងដែលបាននិយាយប្រាប់ទៅកាន់អ៊ីប៉ូថាឲ្យគាត់ហ្នឹងរៀនស៊ាំនឹងរយៈពេលហ្នឹងទៅដើម្បីកុំឲ្យពេលប្រកួតហ្នឹងគឺគាត់ហត់ខ្លាំងបន្តមកទៀតនៅពេលដែលពួកគេសម្រាក The Master បាននិយាយប្រាប់ទៅកាន់អ៊ីប៉ូថាក្នុងរយៈពេល3ខែគាត់នឹងធ្វើឲ្យអ៊ីប៉ូហ្នឹងវាយឈ្នះទៅលើមីយ៉ាតាយកហ្មងធ្វើឲ្យអ៊ីប៉ូហ្នឹងប្រាប់ទៅកាន់លោកគ្រូវិញថាលោកគ្រូកុំនិយាយអញ្ចឹងអីព្រោះមនុស្សនៅទីនេះច្រើនណាតែនៅពេលហ្នឹង The Master គាត់ក៏បាននិយាយថាគាត់និយាយហ្នឹងគឺជាការប៉ើតការប្រកួតលើកមុនហ្នឹងដោយសារតែអ៊ីប៉ូហ្នឹងគឺជាអ្នកថ្មីហើយអត់ចេះក្បាច់អីច្រើនទេនៅពេលដែលអ៊ីប៉ូវាយ
ហ្នឹងក៏តែពីដាល់ត្រង់ហ្នឹងហើយបើសិនជាពេលនេះគាត់ប្រហាត់ក្បាច់មួយទៅកាន់អ៊ីប៉ូដែលវាមានឈ្មោះថា Uppercut ដែលបកប្រែជាភាសាខ្មែររបស់យើងថាវាយពីក្រោមឡើងទៅលើអញ្ចឹងណាហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់ថាអ៊ីប៉ូចង់ហាត់អត់ហើយចង់យកឈ្នះទៅកាន់មីយ៉ាតែអត់ធ្វើឲ្យអ៊ីប៉ូបានឆ្លើយប្រាប់ទៅកាន់លោកគ្រូវិញថាប្រកាសថាគាត់ចង់យកឈ្នះទៅកាន់មីយ៉ាតែហើយគាត់ពិតជាចង់បង្ហាត់ក្បាច់ហ្នឹងណាដើម្បីធ្វើឲ្យខ្លួនរបស់គាត់ហ្នឹងកាន់តែខ្លាំងថែមទៀតបន្តមកទៀតការបង្ហាត់ក៏បានចាប់ផ្ដើមទៀតហើយដល់នៅពេលនេះ The Master បានប្រាប់ឲ្យអ៊ីប៉ូហ្នឹងធ្វើតាមគាត់ហើយក្បាច់ដែលគាត់បង្ហាត់ទៅកាន់អ៊ីប៉ូនៅពេលនេះគឺមានឈ្មោះថា Uppercut និង Shadow Boxing ដល់ពេលនេះគាត់បានឲ្យអ៊ីប៉ូហ្នឹងធាក់មកកាន់គាត់មកតែនៅលើកទី1អ៊ីប៉ូធ្វើវាអត់បានសម្រេចនោះទេបន្តមកទៀត The Master ក៏បាននិយាយប្រាប់ទៅកាន់អ៊ីប៉ូវិញថាដោយសារថ្ងៃហ្នឹងរវល់គាត់នឹងឲ្យអ៊ីប៉ូហាត់តែម្នាក់ឯងដល់វាជាមួយនឹងសមោរបស់គាត់ពេលហ្នឹងអ៊ីប៉ូបានគិតក្នុងចិត្តថាការហាត់ Shadow Boxing ហ្នឹងគឺជាការសម័យវាយជាមួយនឹងដៃគូប្រកួតរបស់គាត់តែតាំងពីដើមមកគាត់អត់ដែលប្រកួតមួយណាគេទេគឺមានតែមីយ៉ាតាតែប៉ុណ្ណោះប៉ុន្តែគាត់ក៏បានគិតទៀតថាមីយ៉ាតាហ្នឹងគឺលឿនខ្លាំងណាស់អញ្ចឹងហើយក្នុងរយៈពេល3ខែប្រហែលជាគាត់អត់អាចយកឈ្នះទៅកាន់មីយ៉ាតាបាននោះទេប៉ុន្តែនៅពេលនោះអ៊ីប៉ូបានសម័យទៅពេលដំបូងនៅពេលដែលគាត់បង្ហាត់ចាប់ស្លឹកឈើឲ្យបានចំនួន10គាត់បានគិតក្នុងចិត្តថានៅពេលហ្នឹងគឺគាត់អាចធ្វើបានទោះបីជាគាត់គិតថាគាត់អត់អាចធ្វើវាបានក៏ដោយធ្វើឲ្យអ៊ីប៉ូហ្នឹងមានកម្លាំងចិត្តឡើងវិញហើយគាត់ក៏បានបង្ហាត់ក្បាច់ហ្នឹងតែម្នាក់ឯងដោយបានសម័យទៅកាន់ដៃគូប្រកួតរបស់គាត់គឺមីយ៉ាតាហ្នឹងឯងគាត់បាននិយាយថាគាត់នឹងវាយប្រហារមីយ៉ាតាហ្នឹងពីជើងមកមុនតែអ្វីដែលគាត់បានរៀនអំបញ្ញមិញហ្នឹងឯងបន្តមកទៀតគាត់ក៏បានដាល់ឆ្វេងស្ដាំនឹងបានសម័យរូបភាពរបស់មីយ៉ាតាហ្នឹងកាន់តែច្បាស់ហើយហ្នឹងធ្វើឲ្យ The Master សប្បាយចិត្តមែនតើបន្ទាប់ពីគាត់បានមើលពីចម្ងាយតែទោះបីជាយ៉ាងណាអ៊ីប៉ូក៏នៅមានចំណុចខ្វះខាតច្រើនដែរហើយគាត់នឹងសន្យាថានឹងបង្ហាត់អ៊ីប៉ូឲ្យខ្លាយទៅជាអ្នកបដិអាជីពយកហ្មងបន្តមកទៀតសាច់រឿងរបស់យើងនៅភាគនេះក៏បានកាត់ចប់ទៅត្រឹមហ្នឹងហើយសង្ឃឹមថាអ្នកនរគ្នាកុំភ្លេច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀត